ឥឡូវយើងចូលមករៀនសំណួរត្រៀមសម្រាប់យើងត្រៀមប្រឡងបាល់លុបជាពិសេសគឺបងប្អូនដែលរើសយកវិទ្យាសាស្ត្រសង្គមអញ្ចឹងនៅសំណួរនេះឃើញមានការភ័ន្តច្រឡំច្រើនជាបទពិសោធន៍អញ្ចឹងខ្ញុំលើកសំណួរនេះមកបង្ហាញជូនបងប្អូនដើម្បីកុំឲ្យយើងច្រឡំទៀតអញ្ចឹងសំណួរគេសួរថាតើចលនាសំខាន់របស់ផែនដីយើងមានប៉ុន្មានអញ្ចឹងចម្លើយចលនាសំខាន់របស់ផែនដីគឺមាន2ទី1គឺចលនារង្វិលខ្ញាល់និងទី2គឺចលនារង្វិលជុំអញ្ចឹងចលនារង្វិលខ្ញាល់ណាសូមមើលមករូបខាងឆ្វេងដៃគឺជាចលនាដែលផែនដីវិលជុំវិញខ្លួនឯងបានមួយជុំដែលស្មើនឹងមួយថ្ងៃឬមានរយៈពេល24ម៉ោងឥឡូវយើងមើលចលនារង្វិលជុំគឺរូបខាងស្ដាំដៃគឺជាចលនាដែលផែនដីវិលជុំវិញព្រះអាទិត្យមួយជុំដែលមានរយៈពេល1ឆ្នាំឬស្មើនឹង365ថ្ងៃនិង6ម៉ោងអញ្ចឹងកន្លែងនេះគឺបងប្អូនតែងតែច្រឡំអញ្ចឹងយើងកុំឲ្យច្រឡំទៀតណារង្វិលខ្ញាល់គឺផែនដីវិលជុំវិញខ្លួនឯងក្នុងរយៈពេល1ថ្ងៃរង្វិលជុំគឺផែនដីវិលជុំវិញព្រះអាទិត្យមួយជុំស្មើនឹង